មានញាតិញោមជជែកគ្នាថាបើសិនជាគាត់ជាវៀតណាមហេតុអីគាត់សរសេរអក្សរខ្មែរបានអាត្មាគិតថាបើសិនជាញោមមានគំនិតបែបហ្នឹងញោមប្រៀបបានដូចជាសត្វកង្កែបនៅក្នុងពេងអញ្ចឹងបាទបែរត្រឡប់ទៅក្រោយបន្តិចថាការដែលអាត្មាទៅរៀនហ្នឹងគឺគ្រូបង្ហាត់អាត្មាគាត់ជាវៀតណាមទេប៉ុន្តែគាត់សរសេរអក្សរខ្មែរបានហើយគាត់ស្ដាប់ពាក្យខ្មែរបានទៀតបាទហើយក្នុងសាលារៀនដែលអាត្មារៀនហ្នឹងគឺមានបើកថ្នាក់រៀនអក្សរខ្មែរតាមអ្វីដែលយើងសង្កេតមើលឃើញថាបងប្អូនវៀតណាមគាត់មករៀនអក្សរខ្មែរច្រើនមែនទែនបាទហើយសួរថាអញ្ចឹងការដែលរៀនអក្សរខ្មែរអត់ប្រយោជន៍ទេមិនទេណាមិនដូច្នោះទេតួយ៉ាងដូចជាស្ថានភាពពេលហ្នឹងបើសិនជាអាត្មាមិនចេះអក្សរខ្មែរទេក៏អាត្មាមិនអាចយល់ដឹងនិយាយបានបែបហ្នឹងដែរកាលណាដែលយើងចេះច្រើនភាសាគឺការយល់ដឹងរបស់យើងនឹងវាទលំទលេជាងមិនភាសាវាប្រៀបបានដូចជាស្ពានសម្រាប់ចម្លងយើងទៅស្វែងយល់កន្លែងថ្មីអញ្ចឹងហេតុនេះហើយនៅពេលដែលយើងឃើញ comment ខាងក្រោមវីដេអូហ្នឹងមិនមែនបានន័យថាខ្មែរទាំងអស់ទេបងប្អូនវៀតណាមក៏គាត់ចេះអក្សរខ្មែរដែរវាមិនខុសទេដូចដែលយើងកំពុងតែចេះភាសាវៀតណាមអញ្ចឹងពេលវេលានេះគឺជិតដល់ពេលរៀនអក្សរខ្មែរហើយសូមញោមជំរុញឲ្យកូនចៅហ្នឹងគឺគាត់មករៀនអក្សរខ្មែរវីដេអូនេះសង្ខេបខ្លីតែប៉ុណ្ណេះឯងសូមចម្រើនពរលា